ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចេញវីដេអូ3ថ្ងៃដែលខ្ញុំទៅលេងសង្ក្រាន្តហ្នឹងខ្ញុំថតបានអីខ្លះនៅក្រៅរិស័តយើងហ្នឹង3ថ្ងៃហ្នឹងគឺខ្ញុំអត់ទៅលេងណាឆ្ងាយទេគឺលេងនៅក្រៅរិស័តទាំង3ថ្ងៃនិយាយរួមទៅនៅក្រៅរិស័តទាំង3ថ្ងៃចូលឆ្នាំទី1ថ្ងៃចូលឆ្នាំទី2ថ្ងៃចូលឆ្នាំទី3គឺសប្បាយទាំង3ថ្ងៃហ្មងគឺនៅក្រៅរិស័តយើងហ្នឹងហើយនៅក្រៅរិស័តយើងហ្នឹងគេដាក់ឡានទឹកដល់2ពុកម៉ែបងប្អូនអរគ្នាសប្បាយហមខ្លាំងមែនតែនលេងឡើងទល់យប់ណានៃម៉ោង5ជាង6អីមិនតាន់ទៅដល់ផ្ទះហងហើយនេះគឺជាវីដេអូថ្ងៃទី1គឺថាមនុស្សច្រើនកកខ្លាំងមែនតែនពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយថ្ងៃទី1ទេគឺថាមនុស្សច្រើនសប្បាយខ្លាំងហ្មងហើយវីដេអូមួយនេះគឺខ្ញុំថតថ្ងៃទី1ពុកម៉ែបងប្អូនអរគ្នាថ្ងៃទី1ខ្ញុំទៅមួយមិត្តភ័ក្តិអត់ទៅសូឡូម្នាក់ឯងទេគឺថាសប្បាយណាស់ទៅមានគ្នាអញ្ចឹងណាហើយចូលដល់ថ្ងៃទី2គឺថាខ្ញុំទៅម្នាក់ឯងអត់មានមិត្តភ័ក្តិទៅទេដោយសារខ្ញុំទៅថ្ងៃទី2ខ្ញុំទៅម៉ោង4ល្ងាចថ្ងៃហ្នឹងខ្ញុំជាប់រវល់ការងារអញ្ចឹងទៅណាមួយការងារខ្ញុំថ្ងៃបន់ទ្រីក៏គេទៅធ្វើការធម្មតាហើយខ្ញុំក៏ចេញធ្វើការបដូរឲ្យចូលលេងសង្ក្រាន្តមួយគេមួយឯងសិនថ្ងៃទី2ចូលម៉ោង4ល្ងាចហ្នឹងគុំថានៅតែមនុស្សច្រើនសប្បាយកកដូចពេលថ្ងៃទី1អញ្ចឹងនិយាយរួមទៅគឺថាអត់មានស្បើយមនុស្សអីទេគឺថានៅមនុស្សកាន់តែច្រើនកាន់តែល្ងាចមនុស្សកាន់តែច្រើនកាន់តែសប្បាយថ្ងៃទី2ក៏មនុស្សច្រើនកកមិនចាញ់ថ្ងៃទី1ប្រហែលដែរពុកម៉ែបងប្អូនអរគ្នាតែខ្ញុំទៅថ្ងៃទី2នេះពេលល្ងាចហ្នឹងគឺថាមនុស្សច្រើនមែនតើដោយសារគេទៅវាតិចឲ្យគេទៅលេងរាំមានទាំងពូមីងអ៊ំនិយាយទៅរាំលេងសប្បាយប៉ុណ្ណឹងមានទាំងក្មេងៗមានស្ទាវហើយអ៊ំខ្លះពូខ្លះគាត់យកកូនគាត់ទៅលេងនៅក្នុងទៅបាញ់ទឹករាំលេងនៅក្នុងគឺថាសប្បាយខ្លាំងមែនតើសង្ក្រាន្តក្រត់រិចសាទពីមួយឆ្នាំទៅមួយឆ្នាំកាន់តែសប្បាយទៅហើយចង់ប្រាប់តាឆ្នាំទៅដាក់ឡានទឹក6តែឆ្នាំនឹងដាក់ឡានទឹកដល់2តែគឺថាសប្បាយញាក់ហ្មងណាឆ្នាំហ្នឹងគឺថាសប្បាយជាងឆ្នាំទៅមួយទៀតដោយសារឆ្នាំហ្នឹងគេដាក់ឡានទឹក2ហើយមនុស្សក៏មកលេងច្រើនកកច្រើនដែរដោយពុកម៉ែបងប្អូនអរគ្នាឃើញចឹងគឺថាមនុស្សមកលេងច្រើនមែនតែនហើយចំណែកឯពុកម៉ែបងប្អូនណាឆ្នាំហ្នឹងអត់បានទៅលេងសង្ក្រាន្តរិចស័តទេក្ររិចស័តយើងទេអាចលើកទៅឆ្នាំក្រោយថ្ងៃចូលឆ្នាំខ្មែរទៅបាននិយាយថាពីមួយឆ្នាំទៅឆ្នាំសប្បាយខ្លាំងហ្មងតែឆ្នាំហ្នឹងគឺថាទៅគឺសប្បាយខ្លាំងហ្មងឲ្យ10លើ10ហ្មងបាញ់ទឹកក៏សប្បាយមនុស្សលេងក៏ច្រើនរាំពេញហ្នឹងអូគឺថាសប្បាយញាក់ខ្លាំងតែម្ដងចាហើយបន្ទាប់ពីខ្ញុំចេញពីលេងសង្ក្រាន្តថ្ងៃទី2នឹងហើយគឺខ្ញុំទៅទិញសាច់គោអាំងហូបហើយតមកទៀតចូលដល់ថ្ងៃទី3គឺខ្ញុំមកសូឡូម្នាក់ឯងដូចគ្នាខ្ញុំមកម្នាក់ឯងទេដោយសារអត់មានមិត្តភ័ក្តិពូម៉ាក់មកទេដោយសារជាប់ការងារដូចគ្នាដល់ថ្ងៃទី3ហ្នឹងខ្ញុំមកម៉ោង4ទៀតម៉ោង4ល្ងាចទៀតទាំងពីរថ្ងៃកដានិងថ្ងៃចុងក្រោយហ្នឹងខ្ញុំមកចាំម៉ោង4ល្ងាចទៀតគឺថាមកចំពេលគេបាញ់ទឹកល្អមានទេថតពេញហ្នឹងអូនិយាយរួមទៅគឺថាសប្បាយខ្លាំងហ្មងណាគឺថាមកចំពេលពេញទឹកគេមានទឹកគេបាញ់តម្រាំខ្ញុំចេញទៅការមកម្ដងនេះទឹកគេមានល្មមគឺថាសប្បាយខ្លាំងគេប្រើឡានទឹកម្ដងពីរបាញ់លេងពេញហ្នឹងហ្មងហើយខ្ញុំក៏បានថតជុំវិញបរិវេណហ្នឹងនិយាយរួមទៅនៅនឹងមានសត្វបិទមិនញាក់តនសម័យកាល2025យើងនឹងហ្មងណាតនត្រេនល្បីគេហ្មងហើយជឿថាឡានទឹកគេនឹងបាញ់សើមទាំងអស់គ្នានឹងគ្រប់ជ្រោយសប្បាយខ្លាំងហ្មងហើយពួកគាត់នេះខ្ញុំឃើញគាត់ឃើញខ្ញុំថតហើយចេះគាត់សុំខ្ញុំឲ្យថតឲ្យគាត់ខ្ញុំទៅថតរូបឲ្យដល់ខ្ញុំក៏ថតគាត់ឃើញគាត់រាំហ្មងតែឃើញរាំលយពេកដល់ខ្លួនឯងវិញអត់សូវចេះរាំអញ្ចឹងមានទេដើរថតគេថតឯងពីហ្នឹងគឺវីដេអូខ្ញុំវាចាអត់សូវឃើញមុខខ្ញុំរាំមិនឃើញតែថតគេថតឯងដោយសារខ្ញុំអត់សូវចេះរាំអត់សូវកែរាំអីចឹងណាហើយទី3ថ្ងៃចុងក្រោយនេះសង្ក្រាន្តហ្នឹងគឺថាខ្ញុំចប់ពីសង្ក្រាន្តក្រត់រិស័តហើយមិនមែនចប់ហ្មងខ្ញុំចេញមកម៉ោង5កន្លះ7 6ខ្ញុំលេង1ម៉ោងកន្លះហើយខ្ញុំក៏មកតនៅតាមផ្លូវហ្នឹងបងអូនឃើញបងអូនឲ្យចុះមកលេងសិនមានណាចុះលេងមួយបងអូនប៉ាត់ម្សៅគេអ្នកជិះម៉ូតូតាមផ្លូវអានេះអ្នកហៅគេមកមានតែអ្នកមកអង្គុយមើលទូរស័ព្ទទៅមិនដឹងបាត់ដៃឲ្យចុះមកតែអត់មានអ្នកចុះទេនិយាយរួមទៅគឺថាឆ្នាំហ្នឹងសប្បាយខ្លាំងហ្មងអានេះសុកចូលថតគេអូគេដាក់ style ឡើងអែមហ្មងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀតអានេះបងអូនយកមួយទៀតអូសប្បាយខ្លាំងឆ្នាំនេះគេថាសប្បាយ10លើ10ហ្មង